Rươngក្តាន់ក្អែកនិងចចក្តាន់និងក្អែកជាមិត្តនឹងគ្នារស់នៅយ៉ាងសុខសាន្តថ្ងៃមួយចចឃើញក្តាន់ក៏ចូលទៅនិយាយបញ្ចុះបញ្ចូលទាល់តែក្តាន់ទុកចិត្តសត្វទាំងពីរសុំគ្នាធ្វើជាមិត្តក្អែកដឹងពីល្បិចចចក៏ប្រាប់ក្តាន់ឲ្យឈប់តាក់ទងតែត្រូវក្តាន់បដិសេធល្ងាចមួយចចឃើញអន្ទាក់ព្រានក៏បបួលក្តាន់ទៅរកស៊ីនៅទីនោះដើម្បីឲ្យក្តាន់ជាប់អន្ទាក់ក្តាន់ជឿតាមចចក៏ភ្លាត់ទៅជាប់អន្ទាក់ព្រានក្តាន់ស្រែកហៅចចឲ្យជួយតែចចធ្វើមិនឮរត់ពួនក្នុងគុម្ពោតព្រៃចាំមើលក្តាន់រើបំរាស់អស់កម្លាំងវានឹងស៊ីក្អែកពុំឃើញក្តាន់ខំហើររកក៏ប្រទះឃើញក្តាន់ជាប់អន្ទាក់ក្អែកប្រាប់ក្តាន់ឲ្យធ្វើពុតជាងាប់នៅពេលដែលព្រានមកដល់ពេលព្រានដោះអន្ទាក់រួចវានឹងធ្វើជាសញ្ញាឲ្យក្តាន់ស្ទុះបោលឲ្យលឿនព្រានមកដល់ឃើញក្តាន់ជាប់អន្ទាក់ដេកស្ដោកក៏ដោះក្តាន់ដាក់ទៅម្ខាងក្អែកឃើញដូច្នេះក៏ស្រែកខ្វក់ខ្វក់ក្តាន់ស្ទុះបោលចូលទៅក្នុងព្រៃព្រានក៏ស្ទុះទៅយកលំពែងពួយសំដៅទៅក្តាន់តែជួនជាចំកន្លែងចចសំងំនៅលំពែងនោះធ្លាក់ត្រូវចចមរណានាពេលនោះទៅ